6អាចកំបាំងបង្កើនធម្មពលជប់គុណនឹង100ចាសសួស្តីអ្នកនរគ្នាថ្ងៃនេះគឺមកទៅជែកគ្នាចាអំពីអាចកំបាំងទាំង6ដែលធ្វើឲ្យអ្នកនរគ្នាចាបង្កើននៅល្បឿនចាហើយនឹងធម្មពលនឹងដើម្បីជប់សេចក្តីប្រាថ្នារបស់យើងមានកម្រិតលឿនខ្លាំងតែម្ដងចាអញ្ចឹងអ្នកនរគ្នាណាខ្លះដែលស្ថិតនៅក្នុងអាចកំបាំងនេះរួចហើយចាហើយបើអ្នកណាដែលអត់តហ្នឹងគឺយើងយកមកធ្វើការអនុវត្តនៅអាចកំបាំងទាំង6នេះធានាថារាល់ក្តីប្រាថ្នាក៏ដូចជាអ្វីដែលអ្នកនរគ្នាចង់បាននឹងជោគជ័យជីវិតនឹងគឺកាន់តែមានល្បឿនលឿនគុណនឹង100ដងចាអញ្ចឹងមុនទៅធ្វើការទៅជែកគ្នានៅក្នុង6អាចកំបាំងចាបងអូនថ្មីកុំភ្លេចចុច Subscribe Channel របស់ខ្ញុំហើយកណ្ដឹងរោដើម្បីទទួលបានវីដេអូដែលខ្ញុំផុសទៅមុនគេហើយអរគុណអ្នកនរគ្នាដែលបានធ្វើការគាំទ្រចឹងយើងទៅជែកគ្នាថាតើ6អាចកំបាំងនៅក្នុងការបង្កើននៅធម៌ពលជប់ក្តីប្រាថ្នាឲ្យបានល្បឿនលឿនគុណនឹង100នោះមានអ្វីខ្លះកំបាំងទី1គឺអនុវត្តផែនការរបស់អ្នកដោយស្ងប់ស្ងាត់ចាអញ្ចឹងនៅក្នុងការដែលយើងមានផែនការចាសកម្មភាពដែលយើងចង់ធ្វើអ្វីគឺយើងចាប់ផ្ដើមអនុវត្តដោយមិនចាំបាច់ធ្វើការនិយាយអំពីផែនការឬក៏សកម្មភាពរបស់យើងលំអិតប្រាប់ទៅអ្នកណានោះទេចាពីព្រោះថានៅពេលដែលយើងធ្វើការនិយាយទៅកាន់អ្នកដទៃចាអ្នកដទៃអាចនឹងមិនគ្រប់គ្រងនៅផែនការរបស់យើងដែលធ្វើឲ្យគេហៅថាបែកការចក្រវាលចាអញ្ចឹងអ្នកនរគ្នានឹងថមថយនៅកម្លាំងដែលយើងចង់ជប់នៅសេចក្តីប្រាថ្នារបស់យើងប្រសិនបើគេមានការគ្រប់គ្រងយើងគឺមិនអីទេក៏ប៉ុន្តែប្រសិនបើគេរីកអេគេមានប្រតិកម្មតបឬមួយក៏គេទប់ស្កាត់ឬមួយក៏គេមានអារម្មណ៍អវិជ្ជមានទៅលើផែនការសកម្មភាពរបស់យើងនោះអ្នកនរគ្នានឹងធ្វើឲ្យខ្សោយនៅអតិពលក្នុងការជប់សេចក្តីប្រាថ្នាដូច្នេះអ្នកនរគ្នារក្សានៅអាចកំបាំងហើយចាប់ផ្ដើមធ្វើសកម្មភាពទៅតាមផែនការដែលយើងមានសម្រាប់ខ្លួនឯងនេះដោយសម្ងាត់អ្នកនរគ្នានឹងទទួលបាននៅកម្លាំងល្បឿននៅក្នុងការទៅរកគោលដៅនៃសេចក្តីប្រាថ្នានោះកាន់តែមានប្រសិទ្ធភាពហើយបានផលកាន់តែលឿនហើយអាចកំបាំងទី2តាក់ទងទៅនឹងការសម្ងាត់ផ្នែកហិរញ្ញវត្ថុអញ្ចឹងនៅក្នុងការដែលយើងមានលុយកាក់ចាលំហូរលុយរបស់យើងចាអ្នកនរគ្នាក៏មិនចាំបាច់ធ្វើការនិយាយនៅចំណូលលុយកាក់ទ្រព្យសម្បត្តិរបស់យើងទៅកាន់អ្នកណាម្នាក់ចាដែលក្រៅពីរង្វង់គ្រួសាររបស់យើងដែរចាអញ្ចឹងនៅពេលដែលអ្នកនរគ្នាសម្ងាត់គឺយើងនឹងទទួលបាននូវធម៌ពលជប់នោះកាន់តែខ្លាំងប៉ុន្តែប្រសិនបើយើងបែកនៅអាចកំបាំងតាក់ទងទៅនឹងហិរញ្ញវត្ថុចាគេនឹងដឹងថាយើងមានលុយបណ្ណាអញ្ចឹងអ្នកនរគ្នានឹងទទួលបាននៅការដែលចាមានបញ្ហាអីខ្លះចូលមកកាន់ជីវិតរបស់យើងដឹងហើយចាទី1យើងមិនមានសុវត្ថិភាពទី2គឺអាចនឹងមានអ្នកដែលគេមកខ្ចីយើងពឹងយើងចាទី3នៅពេលដែលយើងប្រើប្រាស់នៅហិរញ្ញវត្ថុរបស់យើងហ្នឹងឯអស់អញ្ចឹងគេមិនជឿថាយើងហ្នឹងมันមានលុយទេបាទថាគេគិតថាយើងនៅតែមានរហូតទោះបីជាយើងកំពុងតែពិបាកហើយនឹងចំណុចទី3គឺការគោរពនៅគោលបំណងរបស់ខ្លួនចាអញ្ចឹងអ្នកនរគ្នាតែងតែមាននៅគោលបំណងជាលក្ខណៈឯកជនភាពហើយចាអញ្ចឹងយើងមានគោលបំណងផ្ទាល់ខ្លួនរបស់យើងចាអញ្ចឹងធ្វើតែបើតែយើងមានគ្រួសារក៏មិនអាចថាយល់អំពីគោលបំណងយើងអស់ដែរបើដឹងគលកលៈចាចឹងគោលបំណងរបស់យើងអាចនឹងមានអ្នកដែលដឹងទៅគេអាច break គោលបំណងរបស់យើងគេអាចប្របែកនៅគោលបំណងរបស់យើងណាចាអញ្ចឹងគេអាចថាអញ្ចេះថាអញ្ចោចាអញ្ចឹងបើសិនជាយើងមិនមានគោលជំហរច្បាស់លាស់ទេចាគឺយើងនឹងទៅតាមគេហើយយើងបោះបង់ហើយចាក៏ប៉ុន្តែបើសិនជាយើងនៅតែរក្សាគោលបំណងរបស់យើងរក្សាគោលជំហររបស់យើងនឹងនោះអ្នកនរគ្នានឹងទៅសម្រេចបាននៅអ្វីដែលយើងចង់បានទី4តកតងទៅនឹងរក្សាចំណុចខ្សោយរបស់យើងចាអញ្ចឹងអ្នកនរគ្នាអ្នកណាក៏មានចំណុចខ្សោយដែរចាมันមានអ្នកណាមួយដែលมันមាននោះទេអញ្ចឹងអ្នកនរគ្នាណាខ្លះដែលមានចំណុចខ្សោយហើយតែងតែធ្វើការបង្ហោះដ្រាម៉ានៅតាម social media ឬមួយក៏យើងបកអាក្រាត់នៅចំណុចខ្សោយរបស់យើងនិយាយប្រាប់ពីចំណុចខ្សោយរបស់យើងទៅកាន់អ្នកដទៃចាអញ្ចឹងចំណុចខ្សោយរបស់យើងមានដូចជាបញ្ហាតំណែងបញ្ហាផ្នែកហិរញ្ញវត្ថុបញ្ហាអវិជ្ជមានផ្សេងដែលយើងកំពុងតែជួបចាអញ្ចឹងនោះគឺជាការដែលយើងមិនធានាបាននៅការដែលគេអាណិតជួយយើងទេជាធម្មតាគេតែងតែបានស្ដាប់តែបើឲ្យគេជួយយើងគឺគេមិនអាចជួយយើងបានទេព្រោះមនុស្សម្នាក់
តែងតែមានចំណុចខ្សោយរបស់ខ្លួនឯងដែរមិនចឹងទេចាអញ្ចឹងយើងមិនចាំបាច់ទៅនិយាយចំណុចខ្សោយប្រាប់គេទេនាំតែគេមាក់ងាយយើងចាអញ្ចឹងយើងត្រូវតែរក្សាចំណុចខ្សោយរបស់យើងហើយធ្វើការព្យាយាមនៅក្នុងការធ្វើឲ្យប្រសើរឡើងនៅចំណុចខ្សោយរបស់យើងចាអញ្ចឹងយើងចាប់ផ្ដើមទៅសេនៅដំណោះស្រាយថាយើងខ្សោយអីគឺយើងយកអាហ្នឹងមកដោះស្រាយដើម្បីធ្វើឲ្យខ្លួនយើងមានចំណុចខ្លាំងឡើងវិញចាហើយចំណុចទី5គឺយើងត្រូវតែយកបរាជ័យធ្វើជាមេរៀនចានៅក្នុងការអនុវត្តសកម្មភាពបើសិនជាយើងជាបុគ្គលដែលមានមហិច្ឆតានៅក្នុងការសម្រេចនៅគោលដៅអញ្ចឹងនៅក្នុងដំណើរការដែលយើងទៅរកសេចក្តីប្រាថ្នាគឺយើងក្លាហាននៅក្នុងការសាងនៅកំហុសក្លាហាននៅក្នុងការគេហៅថាយើង adventure គឺយើងផ្សងព្រេងទៅរកគោលដៅរបស់យើងចឹងធម្មតាយើងដែលមើលរឿងបរទេសអ្នកនរគឺពោពេញទៅដោយគំនិតផ្សងព្រេងទៅនឹងគ្រោះថ្នាក់ចានោះគឺជាការលើកទឹកចិត្តចាសម្រាប់ឲ្យយើងហ្នឹងចេះផ្សងព្រេងទៅនឹងគ្រោះថ្នាក់ឲ្យយើងហ្នឹងចេះចាក់ចេញអំពី comfort zone គឺទីដែលមានសុខដុមចាគឺទីដែលមានសុវត្ថិភាពហ្នឹងចាអញ្ចឹងកាលណាយើងមិនហ៊ានប្រឈមទៅនឹងបញ្ហាគឺយើងនឹងមិនបានទៅរកសេចក្តីប្រាថ្នាទេក៏ប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើងចាប់ផ្ដើមដើរទៅរកគោលដៅរបស់យើងក្តីប្រាថ្នារបស់យើងគឺរមែងនឹងមុតបលារមែងនឹងជពុកជើងរមែងនឹងជួបនៅឧបសគ្គរមែងនឹងគេហៅថាយើងវង្វេងផ្លូវចាអញ្ចឹងរាល់ចំណុចអស់នឹងហើយអ្នកនរគ្នាតែងតែមានបរាជ័យក៏ប៉ុន្តែអាចកំបាំងគឺនៅពេលដែលអ្នកនរគ្នាណាដែលជួបបរាជ័យតែងតែរៀងឲ្យលែងធ្វើតែម្ដងក៏ប៉ុន្តែសម្រាប់អ្នកដែលគេទៅបានគោលដៅសេចក្តីប្រាថ្នាគឺគេរៀនអំពីចំណុចដែលពិបាកដែលយើងធ្វើខុសចាគឺរៀនពីកំហុសរបស់គេដើម្បីទៅរកគោលដៅនៃសេចក្តីប្រាថ្នាហើយការដែលខុសទាំងអស់ហ្នឹងគឺជាការជំរុញចាគឺជាការផ្ដល់នូវបទពិសោធន៍ចាគឺជាការជំរុញសមត្ថភាពរបស់យើងហ្នឹងឲ្យមានសមត្ថភាពទៅរកសេចក្តីប្រាថ្នាហ្នឹងបានខ្ពស់ជាងមុនហើយនឹងអាចកំបាំងទី6ចុងក្រោយតាក់ទងទៅនឹង silent meditation គឺការដែលយើងធ្វើការសមាធិដោយសេចក្តីស្ងប់ចាចឹងអ្នកណាខ្លះដែលអនុវត្តនៅការសមាធិវិបស្សនាចាទៅតាមទីវត្តអារាមផ្សេងៗរយៈពេលវែងរយៈពេលខ្លីអញ្ចឹងអ្នកនរគ្នារឹតតែប្រសើរឡើងនៅញាណដឹងរបស់យើងរឹតតែធ្វើឲ្យសម្អាតនៅរឿងរ៉ាវដែលយើងពិបាកចិត្តស្មុគស្មាញបើយើងធ្លាក់ក្នុងកម្រិតដែលធ្លាក់ទឹកចិត្តខ្លាំងយើងទៅវិបស្សនាទៅចាក៏ប៉ុន្តែបើសិនជាយើងមិនមានពេលទេគឺយើងអនុវត្តនៅការសមាធិចារយៈពេលខ្លីៗចាជារៀងរាល់ថ្ងៃចា5នាទីទៅ15នាទីអ្នកនរគ្នាអនុវត្តជាប់ជាប្រចាំនៅផ្ទះនោះមុននឹងទៅរកគោលដៅរបស់យើងមុននឹងទៅធ្វើការមុននឹងយើងទៅធ្វើអាជីវកម្មមុននឹងយើងទៅធ្វើអីក៏ដោយអញ្ចឹងការដែលយើងអនុវត្តនៅការសមាធិដោយសេចក្តីស្ងប់ស្ងាត់ចាពេលព្រលឹមឡើងក៏ដូចជាពេលរៀបចូលគេងឬមួយក៏ពេលណាដែលអ្នកនរគ្នាមានពេលវេលានោះគឺអ្នកនរគ្នានឹងប្រមូលផ្ដុំនៅធម៌ពលពីខាងក្នុងសម្អាតចិត្តអវិជ្ជមានរបស់យើងហើយអ្នកនរគ្នានឹងទទួលបាននៅគំនិតច្នៃប្រឌិតថ្មីដែលគេហៅថាធ្វើឲ្យយើងមានញាណដឹងរីកចម្រើនហើយអាចស្ដាប់បាននៅសំឡេងកាយសំឡេងណែនាំពីខាងក្នុងក៏ដូចជាសំឡេងផ្សេងៗដែលណែនាំពីចក្រវាឡចាចឹងអ្នកនរគ្នាអនុវត្តនៅអាចកំបាំង6នេះគឺធ្វើឲ្យលបឿននៃសេចក្តីប្រាថ្នារបស់អ្នកនរគ្នាជប់ចូលជីវិតគឺលឿនគុណនឹង100ដងចាអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូចាហើយបើសិនជាអ្នកនរគ្នាចង់ស្វែងរករៀន VIP អ្នកនរគ្នាអាចចូលទៅ Telegram សួរព័ត៌មានពីខ្ញុំបានដែលខ្ញុំមានប្រវត្តិអ្នកនរគ្នាទៅតាមអនឡាញប្រចាំសប្តាហ៍នៅថ្ងៃដែលមានធម៌ពលថ្ងៃសិលឬមួយក៏ថ្ងៃដែលធម៌ពលពិសេសដែលធ្វើឲ្យអ្នកនរគ្នាមានលបឿនជប់សេចក្តីប្រាថ្នាចាលឿនកាន់តែខ្លាំងឡើងចាហើយនឹងទទួលបាននៅការលើកទឹកចិត្តផ្សេងៗពីមិត្តភ័ក្តិយើងនៅក្នុងក្រុមហើយនឹងទទួលបាននៅធម៌ពលពិសេសនៅក្នុងការដែលគេជប់សេចក្តីប្រាថ្នាបានចាអញ្ចឹងកុំភ្លេចឆាតមកអ្នកគ្រូចាជូនពរឲ្យអ្នកនរគ្នាសម្រេចបាននៅសេចក្តីប្រាថ្នាហើយជប់ចូលជីវិតកាន់តែមានលបឿនលឿនចាគុណនឹង100ដងជប់បានក្តីប្រាថ្នាកាលណាកុំភ្លេច comment មកខាងក្រោមចែករំលែកមិត្តភ័ក្តិយើងឲ្យបានដឹងផងចាអញ្ចឹងកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន